ដើម្បីឆ្លើយនឹងសំណួរទាំងអស់នេះជាដំបូងយើងត្រូវចូលទៅក្នុងកម្មវិធី AppMap ដោយ double click ទៅលើ icon ឈ្មោះថា AppMap នេះតទៅទៀតយើងចូលប្រើ format ហើយ click OK ហើយយើងជ្រើសរើសយកលំហាត់ទី 1B looking at feature attribute ទៅទៀតយើង open ចំពោះលំហាត់នេះទិន្នន័យគឺវាប្រហែលទៅនឹងលំហាត់មុនដែរគឺវាដូចគ្នាតែម្ដងសឹងតែដូចគ្នាគឺយើងមានតែ4 layer ទេហ្នឹងហើយមាន provincial center មាន national road មាន main road និង province boundary ហើយយើងមើលទៅចំណុចទី1វិញចេះសួរថាតើផ្លូវជាតិលេខ5កាត់ខេត្តណាខ្លះអញ្ចឹងទី1ដើម្បីដឹងថាតើផ្លូវជាតិលេខ5នៅឯណាធ្វើម៉េចយើងដឹងថាណាជាផ្លូវជាតិលេខ5គឺយើង right click លើពាក្យនេះយកពាក្យ attribute អញ្ចឹងយើងមើល road NO នេះបង្ហាញពីលេខផ្លូវយើងអាច right click ទៅលើខាងលើនេះក្លឹមនេះនៅក្នុងកន្លោនយើងអាច right click ទៅលើវាយើងមកពាក្យថា sort ascending ឬក៏ sort descending អញ្ចឹងយើងសង sort វាដើម្បីសនុកមើលថាតើផ្លូវជាតិលេខ5នៅទីណាអញ្ចឹងមកនេះផ្លូវជាតិលេខ5អូខេអញ្ចឹងមានតែមកណកកង់ទេផ្លូវជាតិលេខ5យើងមើលគឺវាចេញពីភ្នំពេញរហូតទៅដល់ព្រំប្រថៃអញ្ចឹងយើងសង្កេតមើលតើវាកាត់ខេត្តណាខ្លះមានខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងនិងខេត្តកណ្ដាលមានអស់ប៉ុន្មានខេត្ត1 2 3 4 5យើងមើលខេត្តកណ្ដាលកាត់អត់នេះខេត្តភ្នំពេញហើយនិងខេត្តកណ្ដាលនេះឆ្លើយនឹងយើងក្លែកមើលទៅចំណុចទី2វិញតើនៅក្នុងតើមានប្រមាណ record នៅក្នុង feature ឈ្មោះថា provincial center យើងមើល provincial center មានប៉ុន្មាន record យើង close នេះទៅហើយដើម្បីដោះ select នេះចេញយើងធ្វើម៉េចគឺយើងអាចចូលមកនេះ clear selected feature ចឹងអានេះដើម្បីចង់ដឹងតើវាមានប្រមាណ record យើងមើលវា open attribute នេះក្នុងតារាងនេះគឺយើងមាន record មានចាប់ដើមពីលេខ1ចុងបញ្ចប់គេគឺសញ្ញាព្រួយនេះគឺ2ហើយយើងអាច back មកសំទោសជាងចុចសញ្ញាព្រួយនេះហើយមានត្រេកពីមុខនេះមានន័យថាចង់បញ្ចប់គេអញ្ចឹងរហូតទាំងអស់មាន24 record អូខេចូលដល់សំណួរទី3តើប្រជាជននៅក្នុងក្រុងភ្នំពេញកំពង់ចាមហើយនិងកណ្ដាលមានចំនួនប្រមាណអញ្ចឹងចំនួនប្រជាជននៅខេត្តទាំង3នេះមានចំនួនប្រមាណគឺយើងចូលមកខាង province boundary យើង right click យើងយកពាក្យ attribute យើងមើលពាក្យថាខេត្តទាំង3នោះមានប្រជាជនប្រមាណមានខេត្តទី1យើងអាច sort វិញដែរសំណុករឬក៏យើង sort តាមចំនួនប្រជាជនបានចូលថាតើកំពង់ចាមភ្នំពេញខេត្តកណ្ដាល3ខេត្តនឹងមានចំនួនប្រមាណគឺយើង click វាដូច្នេះចុចវាយ៉ាងនេះចុចវាទៅ G នេះហើយអូសវាចុះក្រោម3ខេត្តនេះអញ្ចឹងយើងត្រូវការ3ខេត្តហ្នឹងទេនេះ3ខេត្តនេះភ្នំពេញកំពង់ចាមកណ្ដាល
កំភ្នំពេញកំពង់ចាមកណ្ដាលមាន3ហើយយើងនេះគឺជាចំនួនប្រជាជន population 2008នេះដែលបើយើងដាក់ព្រោះចាំមកយើង right click យើងយកពាក្យថា statistic ចឹងយើងឃើញថាចំនួនប្រជាជននៅក្នុងស្រុកមួយនេះមាន4លាន2សែនជាង4លាន2សែនសម្រាប់3ខេត្តហ្នឹងអូខេហើយដើម្បីដោះ clear selection យើងអាចចូលតាមនេះក៏បានយើងអាចចូលមកតាមនេះក៏បាន clear selection ចូលដល់សំណួរចុងក្រោយសួរថាតើខេត្តណាមានប្រជាជនច្រើនជាងគេគឺតើគឺយើងចូលនៅក្នុងហ្នឹងគឺយើងយកពាក្យថា ascending ហ្នឹង descending មានន័យថាយកពីធំមកតូចអញ្ចឹងប្រជាជននៅក្នុងកំពង់ចាមគឺវាមានចំនួនជាង1លាននាក់ចូលដល់សំណួរចុងក្រោយសួរថាតើប្រជាជននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណអ្នកអញ្ចឹងប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជាមានចំនួនប៉ុន្មានអ្នកសរុបអញ្ចឹងយើង clear select មួយសិនអញ្ចឹងគេចង់ដឹងថាតើពី24ខេត្តក្រុងមានជំនាញចំណាក់យើង right click លើ column មួយហ្នឹងទាំងទៀតយើងយកពាក្យថា statistic អញ្ចឹងចំនួនប្រជាជនសរុបមានជាង13លាននាក់អូខេអញ្ចឹងដូចជាអស់នឹងសំណួរហើយអញ្ចឹងសូមសម្រាប់លំហាត់ថ្ងៃនេះគឺយើងសូមបញ្ចប់ត្រឹមហ្នឹង close វាទៅវាសួរយើងថា save ឬមិន save ហើយចង់ save change ទៅអត់ដោយសារយើងធ្វើការលើវាអញ្ចឹងយើងអាចជ្រើសរើសពីក្នុងករណីហ្នឹងយើងអត់ចាំបាច់ save វាទេព្រោះយើងបាន save វាពីមុនដូចថា journal អញ្ចឹង